បាទសួស្តីអ្នកទាំងគ្នាថានេះខ្ញុំចង់បង្ហាញអ្វីដែលមាននៅក្នុង stock ស្រាប់ហើយចង់បង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបាន discounter solar ឬក៏ discounter ដែលគេហៅថា DC ឬក៏ចរន្តជាប់នឹងអញ្ចឹងនៅក្នុងនេះអ្នកទាំងគ្នាអាចមើលបានវាមាន10អាំពែ16អាំពែ20អាំពែ25 32ហើយនឹង40 50ហើយនឹង63អញ្ចឹងនៅក្នុងនេះតម្លៃរបស់វា$4កន្លះដូចគ្នាអញ្ចឹងតើវាមានមុខងារនិងរបៀបនៃការប្រើប្រាស់យ៉ាងដូចនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងខ្ញុំនឹងបើកប្រអប់មកអ្នកទាំងគ្នាអាចមើលបាន discounter solar របស់យើងវាមានលក្ខណៈបែបនេះអញ្ចឹងតើតើទៅនឹងការប្រើប្រាស់អ្នកទាំងគ្នាអាចមើលបាននេះថាភ្ជាប់ជាមួយនឹងខ្សែប្រភពពីខាងលើនេះបាននេះថាប្រភពបាននេះថា solar របស់យើងវាជាចរន្តជាប់អញ្ចឹងមានប៉ូបុកនិងប៉ូដកអញ្ចឹងនៅលើ discounter នេះអ្នកទាំងគ្នាអាចមើលបានវាមានសញ្ញាបុកនិងដកហើយភ្ជាប់ជាមួយប្រភពភ្លើងរបស់យើងពីខាងលើនេះមកហើយបន្ទាប់មកអ្នកទាំងគ្នាអាចភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់ពីខាងក្រោមនេះមកហើយប្រភេទ discounter solar ដែលយើងហៅថា discounter DC ឬក៏ចរន្តជាប់នេះតើទៅនឹងមុខងារនិងទូនីតិរបស់វានៅពេលដែលវាលើសបន្ទុកវាលោតកាត់ផ្ដាច់ហើយនឹងនៅពេលដែល Q-Secure ឬក៏ឆ្លងភ្លើងវាលោតកាត់ផ្ដាច់ដូចគ្នាហើយនៅពេលដែលអ្នកចង់បើកនៃការប្រើប្រាស់ឬក៏ភ្ជាប់ឬក៏បិទអ្នកទាំងគ្នាអាចកាច់ត្រង់ចំណុចនេះបែបនេះមកអញ្ចឹងបានន័យថារបៀបនៃការប្រើប្រាស់និងមុខងារតាក់ទងនឹង discounter solar របស់យើងវាមានលក្ខណៈបែបនេះដែលខ្ញុំបានបង្ហាញជូនអ្នកទាំងគ្នាហើយតាក់ទងប្រភេទ discounter solar នេះដែរវាមានលក្ខណៈមាំធន់ងាយស្រួលក្នុងការប្រើប្រាស់ហើយប្រើប្រាស់បានយូរផងដែរហើយខ្ញុំបានធានារបស់ថ្មីសិនសុទ្ធរបស់ក្រុមហ៊ុនមានប្រអប់ថ្មីបែបនេះហើយបើសិនបើអ្នកចង់បានអាចតាក់ទងតាមលេខទូរស័ព្ទឬក៏តាមលេខ Telegram របស់ខ្ញុំបានហើយតម្លៃរបស់វា$4កន្លះដូចគ្នាចាប់ពី10អាំពែ16 20 25 32 40 50ឬក៏63តម្លៃរបស់វា$4កន្លះដូចគ្នាហើយបើសិនបើគ្នាចង់បានហើយមួយទៀតតាក់ទងប្រភេទ discounter នេះដែរខ្ញុំបានធានារបស់ថ្មីបើសិនបើមានបញ្ហាទិញទៅភ្លាមខ្ញុំបានដូរជូនអ្នកទាំងគ្នាភ្លាមមកដែរ discounter នេះដែរខ្ញុំបានមាននៅក្នុង stock ស្រាប់ហើយបើសិនបើអ្នកគ្នាទិញភ្លាមខ្ញុំបានមានភ្លាមជូនអ្នកទាំងគ្នាផងដែរអញ្ចឹងខ្ញុំបានបង្ហាញជូនអ្នកទាំងគ្នាតាក់ទងនឹងមុខងារនិងទូនីតិតាក់ទងប្រភេទ discounter solar នេះហើយតាក់ទងនឹងរូបរាងនិងរូបភាពជាក់ស្ដែងរបស់វាមានលក្ខណៈបែបនេះហើយខ្ញុំបានមានច្រើនទៀតនៅក្នុង stock បើសិនបើគ្នាចង់បានអាចតាក់ទងតាមលេខទូរស័ព្ទឬក៏តាមលេខ Telegram របស់ខ្ញុំបានខ្ញុំបាទសូមអរគុណ